รีบสู้ពេលនេះគឺខ្ញុំកំពុងតែធ្វើដំណើរទៅឡើងពើងគំនូដែលស្ថិតនៅក្នុងស្រុកស្វាយលើខេត្តសៀមរាបភ្នំគូលែនផ្នែកខាងកើតភ្នំគូលែនការពិតផ្លូវឡើងនៅខាងជើងនោះទេប៉ុន្តែដោយសារតែខ្ញុំរੂផ្លូវពួកខ្ញុំរੂផ្លូវឡើងអត់ឃើញយើងក៏បដូរមកឡើងពីនេះវិញទេអ្នកភូមិសួរគាត់ទៅក៏គាត់ប្រាប់ថាបើយើងឡើងពីខាងនេះក៏បានដូចតែគ្នាដែរចិត្តជាងព្រោះទៅនោះក៏ត្រូវតែដើរឡើងមកខាងនេះវិញទៅដែរអញ្ចឹងយើងដើរខាងនេះទៅកុំឲ្យខាតគឺថាយើងដើរបាន2200ម៉ែត្រហើយនៅសល់តែ800ម៉ែត្រទៀតទេអូយផ្កាយគេចុះsao mìnhឃើញនៅលើនេះទេតើនេះកាហំកាចុះអណ្ដើឃើញសេផាច់ហូបឥឡូវយើងផុតចំការដំឡូងយើងដល់ចំការចេកម្ដងនេះគឺផ្លែពងរោនេះគេបាញ់តាមប្រខំបើយើងជិះរូបដប់ទុកប្រៃចេះឡើងឡើងអត់ឃើញទេចឹងយើងត្រូវពេលឡើងក៏ឃើញផ្ទះពូមួយគឺនាមកាត់ពីទៅអាចប្រាប់ត្រូវហើយតែខ្ញុំថានេះត្រូវស្ដាប់ណាគេដាក់ថាទីតាំងឈ្មោះពើងគំនូសម័យកាលសតវត្សទី11នៃគ្រិស្តសករាជទីតាំងភូមិតាពាំងទឹមឃុំតាសៀមស្រុកស្វាយលើខេត្តសៀមរាបជាទីតាំងសំខាន់មួយនៅក្នុងសតវត្សទី11ដោយមានចម្លាក់ផ្សេងដូចជាព្រះកណេសដៃ8ឡើង1000ព្រះវិស្ណុផ្ទុំចម្លាក់ព្រះឥសូររូបគំនូត្រីប្រវែង1ម៉ែត្រគូសដោយប្រើពណ៌ក្រហមព្រាលសាលាចរៈប្រហែលជាចាស់នៅសតវត្សទី11បង្ហាញថាពើងគំនូជាទីតាំងរបស់ព្រះជាគ្រូរបស់ព្រះមហាក្សត្រឈ្មោះថាព្រះសិវៈសមៈក្នុងនោះសាលាចរៈក៏បានបង្ហាញពីព្រះបាទជ័យវរ្ម័នទី2ក្នុងឈ្មោះជាមរណនាមព្រះបារមីស្វរៈនិងភ្នំមហេន្ទ្រៈចូលមកគៀបមករកណេះដៃ8ពីចាក់ពីថ្មផងហ្នឹងណាតែទេនរីអីនាងលក្ស្មីហើយនោះព្រះព្រំដើរចេញពីផ្ចិតរបស់ព្រះនរីហើយកងលឹបកាឈូវ៉ាវយើងបានដើរមើលរួចអស់ហើយឥឡូវក៏នាំគ្នាចុះទៅវិញហើយប្រហែលជាចុះតាមផ្លូវដែលយើងឡើងមកវិញនឹងឯងបាយបាយ